kính xâm ngặt rò bỏប្រទេសថៃកិច្ចការកេងសម្ងាត់របស់ថៃគឺជាផ្នែកសំខាន់មួយដើម្បីការពារសន្តិសុខជាតិថៃហើយស្ថាប័នចារកម្មរបស់ថៃត្រូវបានគេចាត់ទុកថាជាស្ថាប័នកេងដែលចំណាស់ជាងគេបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ស្រដៀងគ្នានឹងកងទ័ពថៃដែរដែលបានទទួលជំនួយនិងការបណ្ដុះបណ្ដាលពីសាលាយោធាអាមេរិកនោះស្ថាប័នកេងសម្ងាត់របស់ថៃបានទទួលជំនួយនិងវប្បធម៌ការងារពីស្ថាប័នកេងសម្ងាត់ CIA របស់អាមេរិកក្រោយពេលដែលអាមេរិកចូលមកក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីខ្ទប់ការរីកសាយនៃលទ្ធិកុម្មុយនីសហើយក៏បានចាប់យកប្រទេសថៃជាសម្ព័ន្ធមិត្តដ៏សំខាន់មួយចេញពីទំនាក់ទំនងដ៏ស្អិតរមួតជាមួយអាមេរិកនេះគេក៏បានរកឃើញថាសូម្បីតែបច្ចេកទេសសាហាវដែលស្ថាប័នកេងសម្ងាត់ថៃប្រើដើម្បីសួរចម្លើយពីជនសង្ស័យនោះដូចជាការធ្វើទារុណកម្មការផ្ងើយចាក់ទឹកឲ្យឆ្លក់និងការប្រហារជីវិតសាកល្បងក៏ជាបែបបទសួរចម្លើយដែលថៃរៀនសូត្រពីកេង CIA របស់អាមេរិកផងដែរមកដល់បច្ចុប្បន្ននេះអង្គភាពកេងសម្ងាត់របស់ថៃមានចំនួន7ផ្សេងគ្នាដែលនៅបែកគ្នាទៅតាមស្ថាប័នរដ្ឋស៊ីវិលនិងកងទ័ពហើយអង្គភាពកេងថៃទាំងអស់នេះមានបណ្ដាញកេងថៃសរុបចំនួន 1600 នាក់អង្គភាពកេងទាំងនេះមានដូចជាភ្នាក់ងារចារកម្មជាតិ National Intelligence Agency ដែលស្ថិតនៅក្រោមនាយករដ្ឋមន្ត្រីចារកម្មកងទ័ពជើងគោកចារកម្មកងទ័ពជើងទឹកចារកម្មកងទ័ពជើងអាកាសចារកម្មអគ្គបញ្ជាការដ្ឋានកងទ័ពចារកម្មប៉ូលីសពិសេសនិងចារកម្មទីបញ្ជាការសន្តិសុខជាតិវត្តមានស្ថាប័នកេងសម្ងាត់ទាំងនេះបង្ហាញជារូបភាពថារដ្ឋាភិបាលថៃមានស្ថាប័នកេងផ្សេងរីឯកងទ័ពថៃក៏មានស្ថាប័នកេងរបស់ខ្លួនដែរបើយោងតាមច្បាប់ចារកម្មជាតិថៃឆ្នាំ2019ដែលជាវិសោធនកម្មពីច្បាប់ចាស់ឆ្នាំ1985អង្គភាពកេងសម្ងាត់ដែលថៃចាត់ទុកជាអង្គភាពស្នូលនោះគឺភ្នាក់ងារចារកម្មជាតិ National Intelligence Agency ដែលអង្គភាពកេងដទៃមានភារៈត្រូវចែករំលែកព័ត៌មានសម្ងាត់ជាមួយបច្ចុប្បន្ននេះមេកេងថៃដែលដឹកនាំស្ថាប័ននេះគឺលោកឋានករប៊ូរ៉ាត់ដែលជាអតីតនិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយចំនួនទី33នៅសាកលវិទ្យាល័យធម្មសាស្ត្របើតាមច្បាប់ចារកម្មជាតិថៃដដែលទីភ្នាក់ងារចារកម្មជាតិថៃនេះត្រូវទទួលខុសត្រូវនៅចំពោះមុខនិងរាយការណ៍ព័ត៌មានសម្ងាត់ជូននាយករដ្ឋមន្ត្រីថៃនិងក្រុមប្រឹក្សាសន្តិសុខជាតិថៃដែលជាស្ថាប័នមានសមាជិកភាគច្រើនមកពីខាងរដ្ឋាភិបាលបើនិយាយអំពីវិសាលភាពការងាររបស់ស្ថាប័នកេងសម្ងាត់ទាំងនេះរបស់ថៃវិញកេងថៃភាគច្រើនផ្ដោតលើកិច្ចការផ្ទៃក្នុងដើម្បីការពារសន្តិសុខជាតិថៃនៅក្នុងដែនដីរបស់ថៃខ្លួនឯងជាពិសេសគឺការពារសន្តិសុខស្ដេចថៃឧទាហរណ៍នៅផ្ទៃក្នុងប្រទេសថៃគឺជាដែនរបស់ទីភ្នាក់ងារចារកិច្ចជាតិថៃនៅតាមព្រំដែនគឺជាដែនរបស់កេងប៉ូលីសរីឯកងទ័ពវិញក៏មានកេងទប់ស្កាត់គ្រោះភេរវកម្មនៅផ្ទៃក្នុងរបស់ខ្លួនដែរនៅក្នុងប្រវត្តិកេងសម្ងាត់របស់ថៃកិច្ចការសំខាន់ដែលកេងថៃធ្លាប់ផ្ដោតរួមមានដូចជាការតាមស៊ើបអង្កេតពីបកកុម្មុយនីសថៃនៅក្នុងសម័យសង្គ្រាមត្រជាក់និងការស៊ើបអង្កេតពីពួកបះបោរដែលចង់ផ្ដាច់ទឹកដីនៅភាគខាងត្បូងប្រទេសថៃជាដើមនៅក្នុងសម័យសង្គ្រាមត្រជាក់ការងារស្ថាប័នកេងថៃក៏ធ្លាប់ផ្ដោតនៅក្រៅដែនដីរបស់ខ្លួនដែរដូចជានៅក្នុងប្រទេសកម្ពុជាឡាវនិងវៀតណាមដែលកិច្ចការនេះថៃបានធ្វើដោយសហការជាមួយកេង CIA របស់អាមេរិកថ្មីត្បិតតែថៃមានស្ថាប័នកេងដែលមានវ័យចំណាស់និងមានទំហំធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយតែអ្នកជំនាញបានវាយតម្លៃថាកេងថៃគឺជាស្ថាប័នដែលភាគច្រើនពុំសូវមានប្រសិទ្ធភាពនោះទេ
នេះបណ្ដាលមកពីស្ថាប័នកេញថៃភាគច្រើនធ្វើការដាច់ដោយឡែកពីគ្នាហើយធ្វើការជន់គ្នាហើយពុំបានចែករំលែកព័ត៌មានគ្នាឲ្យគ្រប់គ្រាន់នោះទេម្យ៉ាងវិញទៀតអ្នកជំនាញក៏បានកត់សម្គាល់ដែរថាស្ថាប័នកេញសម្ងាត់ទាំងនេះជាញឹកញាប់ក៏បានធ្វើការដោយប្រជែងគ្នាផងដែរនៅក្នុងច្បាប់ចារកម្មជាតិថៃឆ្នាំ2019ថៃបានយកភ្នាក់ងារចារកិច្ចជាតិគឺជាស្ថាប័នកេញស្នូលតែបើគេយកច្បាប់នេះមកពិនិត្យគេក៏អាចយល់បានខ្លះៗដែរថាហេតុអ្វីទើបកេញថៃពុំសូវមានប្រសិទ្ធភាពនៅក្នុងច្បាប់នេះបានកំណត់ថារចនាសម្ព័ន្ធភ្នាក់ងារចារកិច្ចជាតិថៃគឺមានមជ្ឈមណ្ឌលនៅកណ្ដាលនិងអាចបង្កើតសាខានៅតាមភូមិភាគនានារបស់ប្រទេសថៃរចនាសម្ព័ន្ធដែលមានតែនៅក្បាលម៉ាស៊ីនខាងលើអាចជាហេតុធ្វើឲ្យស្ថាប័នកេញនេះប្រមូលព័ត៌មានមិនគ្រប់ជ្រុងជ្រោយជាឧទាហរណ៍ជាក់ស្ដែងនៃការខ្វះប្រសិទ្ធភាពរបស់កេញថៃនោះនៅក្នុងសម័យសង្គ្រាមត្រជាក់ពេលកេញថៃត្រូវតាមស៊ើបរកបណ្ដាញបកកុម្មុយនីសថៃគឺកេញថៃរកពុំសូវឃើញបណ្ដាញពួកគេនោះទេហើយទាល់តែដល់ទសវត្សរ៍ទី80ពេលប្រទេសចិនលែងគាំទ្របកកុម្មុយនីសថៃដើម្បីយាធ្នូឲ្យរដ្ឋាភិបាលថៃព្រមសហការនឹងចិនក្នុងការទប់ទល់វៀតណាមដែលកំពុងត្រួតត្រាស្រុកខ្មែរនោះទើបពួកកុម្មុយនីសថៃចេញពីព្រៃមកសារភាពហើយចលនាកុម្មុយនីសថៃក៏ដួលរលំនៅឆ្នាំ1983មកដល់សម័យបច្ចុប្បន្ននេះហេតុការណ៍ដែលថៃរងការវាយប្រហារមួយចំនួនក៏បានបង្ហាញផងដែរពីការបរាជ័យរបស់ស្ថាប័នកេញសម្ងាត់របស់ថៃឧទាហរណ៍ទី1ការវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកថៃនៅខេត្តនរាធិវត្តន៍នៅខែមេសាឆ្នាំ2004និងការកើនឡើងនៅការវាយប្រហារជាបន្តបន្ទាប់លើស្ថាប័នរដ្ឋថៃនៅភាគខាងត្បូងឧទាហរណ៍ទី2ការបំផ្ទុះគ្រាប់បែកនៅតំបន់អឺរ៉ាវ៉ាន់នៅកណ្ដាលទីក្រុងបាងកកកាលពីខែសីហាឆ្នាំ2015អ្នកសង្កេតការណ៍ពីកិច្ចការសន្តិសុខជាតិថៃស្ដីបន្ទោសថាការចំណាយពេលរហូតដល់2ថ្ងៃទម្រាំកំណត់មុខសញ្ញាជនសង្ស័យបានគឺជាកំហុសដែលកើតចេញពីការមិនแชร์ទិន្នន័យគ្នារវាងស្ថាប័នអន្តោប្រវេសន៍និងប៉ូលីសស៊ើបអង្កេតរបស់ថៃដែលគេកត់សម្គាល់ថាចំណុចនេះថៃបានដើរយឺតជាងប្រទេសម៉ាឡេស៊ីនិងប្រទេសកម្ពុជាដែលជាប្រទេសជិតខាងថៃចំនួន2ដែលបានរៀបចំប្រព័ន្ធចែករំលែកទិន្នន័យគ្នារួចទៅហើយម្យ៉ាងវិញទៀតដោយសារថៃមានស្ថាប័នកេញពុំមានប្រសិទ្ធភាពនោះប្រទេសថៃត្រូវបានគេកត់សម្គាល់ឃើញថាវាជាកន្លែងសម្រាប់កេញបរទេសសំងំខ្លួននិងជាកន្លែងដែលក្រុមខ្លះប្រើជាមជ្ឈមណ្ឌលរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួនដូច្នេះហើយទើបអ្នកសង្កេតការសន្តិសុខជាតិថៃយល់ឃើញថាស្ថាប័នកេញសម្ងាត់របស់ថៃបានមកដល់ពេលវេលាដែលត្រូវកែតម្រង់ហើយ